យប់ដល់ត្រជាក់មួយនៅជាន់ទី30នៃអគារការិយាល័យមួយវេរ៉ាឈោនៅមាត់បង្អួចធំមើលរូបថតគ្រួសារមួយដែលហាទៅឆ្ងាយតាមខ្យល់អាជីពដែលលោកបានសាងដោយមិនចេះនឿយហត់អស់រយៈពេលជាង10ឆ្នាំត្រូវបានបាត់បង់ក្នុងមួយថ្ងៃមិនដែលអាជីពរបស់គាត់ទាំងអស់បានបាត់ទូរស័ព្ទរបស់គាត់រត់មិនឈប់ដំណឹងនេះម្ដាយគាត់ឈឺធ្ងន់នៅភូមិចិនបតបងយើងអត់មានលុយព្យាបាលម៉ាក់គេទេសម្រងទ្វេសម្លេងប្អូនស្រីរបស់គាត់ពោពេញទៅដោយភាពអស់សង្ឃឹមវេរ៉ាដាក់ទូរស័ព្ទចុះភ្នែករបស់គាត់សម្លឹងមើលភ្លើងងឹតខាងក្រោមគាត់មិនអាចមើលផ្លូវចេញក្រៅបានទេការលោតចេញពីបង្អួចហាក់ដូចជាជម្រៅលោជីខលតែមួយគត់ដែលនៅសល់នៅពេលដែលវេរ៉ាឈោងទៅបង្អួចដៃរបស់គាត់ញ័រយ៉ាងខ្លាំងខ្យល់រដូវរងាត្រជាក់បានបក់ចូលក្នុងការិយាល័យទេធ្វើឲ្យក្រដាសរីប៉ាយគ្រប់ទីកន្លែងនៅពេលនោះសម្លេងដែលធ្លាប់ស្គាល់បានបន្លឺឡើងក្នុងចិត្តរបស់គាត់ពួកគេជាសម្ដីចុងក្រោយរបស់ម្ដាយគាត់មុនពេលលាចាកលោកពីជំងឺមហារីកម្ដាយរបស់គាត់បាននិយាយពាក្យទាំងនេះខណៈកំពុងកាន់ដៃរបស់វេរ៉ាយ៉ាងណែនដោយសម្លឹងមើលគាត់ដោយក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅរំពេចនោះទូរស័ព្ទរបស់គាត់ក៏រត់ម្ដងទៀតលើកនេះគាត់សម្រេចចិត្តមើលវិធីសាស្ត្រពីបងស្រីរបស់គាត់ពេលគាត់បើកវាគាត់បានឃើញគំនូរតូចមួយដែលបងស្រីគាត់បានធ្វើមេឃពេលយប់ដែលមានផ្កាយតូចមួយចាំងពន្លឺនៅកណ្ដាលគំនូរនេះត្រូវបានធ្វើឡើងក្នុងដៃដែលមានស្ថិរភាពពណ៌រញ៉េញ៉ៃប៉ុន្តែពោពេញដោយអារម្មណ៍នៅក្រោមគំនូរគឺជាពាក្យដែលបងស្រីរបស់គាត់បានសរសេរអ្នកជាតារាដ៏ស្រស់ស្អាតបំផុតរបស់យើងមុនពេលនាងលាចាកលោកទៅប្រាប់ខ្ញុំថាប្រាប់អ្នកឲ្យតស៊ូទៀតយើងស្រឡាញ់អ្នកទឹកភ្នែកដែលគាត់ទប់មិនបានពេលនេះคล้ายទៅជាទប់មិនបានទឹកភ្នែកស្រក់លើអេក្រង់ទូរស័ព្ទធ្វើឲ្យពន្លឺផ្កាយក្នុងគំនូរកាន់តែអាតកំបាំងវេរ៉ាបានដួលទៅលើអេតហើយយំយ៉ាងជូរចត់ការយំរបស់គាត់មិនមែនគ្រាន់តែជាទឹកភ្នែកនៃការឈឺចាប់នោះទេប៉ុន្តែទឹកភ្នែកនៃការដល់លែងនិងការទទួលស្គាល់ថាគាត់មិននៅម្នាក់ឯងហើយថាគាត់មានតម្លៃក្រោយពីយំគាត់បាននឹកក្បាលឡើងវិញភ្នែករបស់គាត់បានធ្លាក់ចុះហើយរូបថតគ្រួសារដែលនៅសល់នៅលើទូរូបថតរបស់គាត់ម្ដាយរបស់គាត់និងបងស្រីរបស់គាត់នៅពេលដែលម្ដាយរបស់គាត់នៅតែមានសុខភាពល្អនៅពេលនោះអារម្មណ៍មួយបានកើតឡើងនៅក្នុងចិត្តវាមិនមែនជាក្តីសង្ឃឹមដ៏អស្ចារ្យនោះទេប៉ុន្តែជាពន្លឺដ៏តូចមួយដែលចាប់ផ្ដើមធ្វើយ៉ាងជ្រៅក្នុងចិត្តគាត់ក្រោកឈរម្ដងទៀតទម្លាក់ទូរស័ព្ទរបស់គាត់ថ្នមគាត់ដើរទៅបង្អួចហើយបិទវាយឺតនៅពេលដែលខ្យល់ត្រជាក់រសាត់បាត់សន្តិភាពក៏ចាប់ផ្ដើមស្ងប់នៅពេលនោះគាត់បានសម្រេចចិត្តថាគាត់នឹងមិនលោតចេញពីបង្អួចទេផ្ទុយទៅវិញគាត់នឹងលោតចេញពីភាពងឹតនៅក្នុងចិត្តរបស់គាត់នៅព្រឹកបន្ទាប់វេរ៉ាភ្ញាក់ពីសបិនអាក្រក់ប៉ុន្តែជាលើកដំបូងក្នុងរយៈពេលជាច្រើនសប្តាហ៍គាត់មានអារម្មណ៍ថាមានកម្លាំងតិចតួចវេរ៉ាដើរចេញពីអគារការិយាល័យដោយកាន់ប្រអប់តូចមួយនៃរបស់របរទីខាងក្រោយថ្ងៃរះដំណើរស្វែងរកការងារថ្មីបានចាប់ផ្ដើមគាត់បានចូលរួមសិក្ខាសាលារៀនជំនាញថ្មីតាមអ៊ីនធឺណិតថ្ងៃមួយគាត់បានជួបមនុស្សមួយក្រុមដែលតស៊ូដូចគាត់នៅឯមជ្ឈមណ្ឌលគាំទ្រមួយពួកគេបានចែករំលែកបទពិសោធន៍ជីវិតវេរ៉ាបានចាប់ផ្ដើមការងារស្ម័គ្រចិត្តដោយបង្រៀនជំនាញកុំព្យូទ័រដល់កុមារក្រីក្រគាត់បានដឹងថាតម្លៃរបស់មនុស្សម្នាក់មិនបានកំណត់ដោយការងារឬលុយទេថ្ងៃមួយប្អូនស្រីរបស់គាត់បានមកលេងដោយនាំដំណឹងល្អមាននរណាម្នាក់ចង់ជួយថ្លៃព្យាបាលម្ដាយរបស់ពួកគេវេរ៉ាធ្វើការលើកុំព្យូទ័រយូរដៃនៅទៅតូចចំណុចប្រទាក់គម្រោងឯករាជ្យនៅលើអេក្រង់គាត់បានរៀនពីការបរាជ័យទទួលយកនិងបន្តព្យាយាមជីវិតកាន់តែមានន័យទោះបីគាត់ចង់បោះបង់ក៏ដោយគាត់ចងចាំពាក្យម្ដាយនិងបងស្រីរបស់គាត់នៅទីបញ្ចប់វេរ៉ាបានឈរសម្លឹងមើលទីក្រុងពីឧទ្យានមួយដោយសន្តិភាពនៅក្នុងចិត្តរបស់គាត់ដឹងថាការធ្វើដំណើរនេះមិនទាន់ចប់នៅឡើយទេការងារឯករាជ្យរបស់វេរ៉ាមិនងាយស្រួលទេអតិថិជនបានលុបចោលគម្រោងមួយបន្ទាប់ពីគាត់បានបញ្ចប់វាដោយបានធ្លាក់ចុះគាត់ត្រូវផ្លាស់ទៅបន្ទប់ចាស់តូចមួយថ្ងៃមួយកុំព្យូទ័ររបស់គាត់បានបំបែកឧបករណ៍ធ្វើការតែមួយគត់របស់គាត់វេរ៉ាមានអារម្មណ៍តានតឹងហើយចង់ឈប់ម្ដងទៀតគាត់បានដើរដោយគ្មានគោលដៅនៅតាមផ្លូវភ្លៀងធ្លាក់ខ្លាំងគាត់បានឈរនៅក្រោមហាងកាត់សក់ដោយមានម្ចាស់ការស្រែកឃ្លាននិងពិបាកចិត្តជាងកាត់សក់ឃើញគាត់ហើយអញ្ជើញគាត់នៅខាងក្នុងគាត់បានជួយដោយផ្ដល់ទឹកក្តៅនិងនំប៉័ងដល់គាត់បានសួរអំពីរឿងរបស់វេរ៉ាបានប្រាប់គាត់គ្រប់យ៉ាងជាងកាត់សក់ក៏ជួបការលំបាកដែរគាត់បានប្រាប់គាត់ថាជីវិតមិនមែនជាការធ្លាក់ចុះនោះទេប៉ុន្តែគឺការងើបឡើងវិញគាត់បានជួយជួសជុលកុំព្យូទ័ររបស់គាត់ហើយបានបញ្ជូនអតិថិជនមកគាត់វេរ៉ាចាប់ផ្ដើមទទួលគម្រោងថ្មី
គាត់មានទទួលយកជំនួយពីអ្នកដទៃគាត់បានបន្តធ្វើការស្ម័គ្រចិត្តជាមួយកុមារហើយឥឡូវនេះបានចែករំលែករឿងរ៉ាវរបស់គាត់ជាមួយអ្នកដទៃដែលកំពុងថាស៊ូในช่วงសប្តាហ៍ Vera បានទៅលេងម្ដាយរបស់គាត់កំពុងរៀនព្យាបាលហើយសង្ឃឹមម្ដងទៀតពេលវេលាបានកន្លងផុតទៅ Vera បានបន្តការងារឯករាជ្យរបស់គាត់ដោយជោគជ័យឈ្មោះរបស់គាត់ត្រូវបានគេស្គាល់យ៉ាងច្បាស់នៅក្នុងវិស័យរបស់គាត់មួយឆ្នាំក្រោយមកគាត់អាចទទួលបានការព្យាបាលត្រឹមត្រូវសម្រាប់ម្ដាយរបស់គាត់សុខភាពរបស់នាងមានភាពប្រសើរឡើងគួរឲ្យកត់សម្គាល់ថ្ងៃមួយគាត់បានទទួលសេចក្តីសប្បុរសជាថ្នូរនឹងការតបស្នងក្មេងម្នាក់ដែលគាត់បានបង្រៀនពីមុនមកជួយគាត់ក្នុងការងាររបស់គាត់ Vera បានបើកអង្គការតូចមួយដើម្បីជួយយុវជនដែលមានហានិភ័យនៃការធ្វើអត្តឃាតគាត់បានចែករំលែកបទពិសោធន៍របស់គាត់នៅក្នុងសារសិក្ខាសាលាមួយ Vera ឈរនិយាយនៅមុខមនុស្សជាច្រើនភ្នែករបស់គាត់ច្បាស់ហើយភ្លឺថ្លាខុសពីមុនខ្ញុំធ្លាប់ឈរនៅជាន់ទី30ដោយគិតថាការលោតគឺជាដំណោះស្រាយតែមួយគត់គាត់និយាយដោយសម្លេងរឹងប៉ុន្តែឥឡូវនេះខ្ញុំដឹងថាភាពនិតមិនអាចយកពន្លឺរបស់យើងបានទេលុះត្រាតែយើងអនុញ្ញាតក្មេងស្រីម្នាក់នៅក្នុងទស្សនិកជនក្រោកឈរយំអរគុណខ្ញុំក៏មានអារម្មណ៍ដូចគ្នាដែរ Vera ដឹងថាការឈឺចាប់របស់គាត់មិនត្រូវបានខ្ជិះខ្ជីទេវាបានក្លាយជាកម្លាំងដើម្បីជួយអ្នកដទៃនៅក្នុងផ្ទះតូចថ្មីរបស់គាត់ Vera អង្គុយជុំវិញគ្រួសាររបស់គាត់កំពុងញ៉ាំបាយម្ដាយរបស់គាត់កំពុងញ៉ាំប្អូនស្រីរបស់គាត់រៀននៅវិទ្យាល័យគាត់ដឹងថាជោគជ័យពិតមិនមែនមកពីការមិនដែលធ្លាក់ចុះនោះទេប៉ុន្តែជាការឡើងរាល់ពេលដែលគាត់ដួល Vera បានឈរនៅក្នុងការិយាល័យថ្មីរបស់គាត់មើលក្មេងរៀនពន្លឺព្រះអាទិត្យបានហូរចូលគាត់ញ៉ាំវាជាឯកសិទ្ធិរបស់ខ្ញុំក្នុងការធ្វើជាដៃគូរបស់អ្នកក្នុងដំណើរនេះប្រសិនបើរឿងនេះបានប៉ះបេះដូងរបស់អ្នកសូមចែករំលែកវាទៅកាន់អ្នកដែលប្រហែលជាត្រូវការវាយើងទាំងអស់គ្នាមានរឿងរ៉ាវខុសគ្នាប៉ុន្តែគ្មាននរណាម្នាក់គួរត្រូវធ្វើដំណើរតែម្នាក់ឯងនោះទេចូលរួមជាមួយពួកយើងដើម្បីបន្តដំណើរនេះជាមួយគ្នាសូមចុច like share subscribe និងបាត់ការជូនដំណឹងដើម្បីទទួលបានភាពថ្មីពីយើងខ្ញុំពន្លឺតូចអាចផ្លាស់ប្ដូរជីវិតសូមឲ្យពន្លឺរបស់អ្នកភ្លឺជានិច្ច